ជាដំបូងសូមគោរពជម្រាបសួរលោកគ្រូក៏ដូចជាសួស្តីទៅកាន់មិត្តភ័ក្តិទាំងអស់គ្នាផងដែរខ្ញុំបាទឈ្មោះទុនសុភាតំណាងឲ្យក្រុមទី1ហើយថ្ងៃនេះពួកយើងមានសេចក្តីសុំនៅរីករាយមែនទែនដែលបានធ្វើបទបង្ហាញទាក់ទងទៅនឹងប្រធានបទគឺ OSPF version 2ហើយនិង version 3បាទហើយនេះគឺជាសមាជិកក្រុមរបស់យើងដែលមានចំនួន7នាក់ហើយពួកយើងក៏នឹងធ្វើបទបង្ហាញទៅលើចំនួន8ចំណុចដែលទី1យើងនឹងនិយាយទាក់ទងទៅនឹង introduction ហើយទី2ទី3គឺទាក់ទងទៅនឹងគុណសម្បត្តិក៏ដូចជាគុណវិបត្តិរបស់ OSPF version 2ហើយនិង version 3ផងដែរទី4ទាក់ទងទៅនឹង data structure ទី5 routing បាទ algorithm ហើយ example ហើយនិង lab របស់យើងបាទចំណុចដំបូងដែលខ្ញុំនឹងនិយាយគឺទាក់ទងទៅនឹងintroduction សំណួរសួរថាតើ OSPF គឺជាអីយើងសាកសម័យមើលថាបើសិនជា router នីមួយៗជាអ្នកដឹកជញ្ជូនទំនិញណាហើយ network គឺជាផ្លូវថ្នល់បាទអញ្ចឹងមានន័យថា OSPF ហ្នឹងយើងសម័យឃើញថាវាប្រៀបដូចជាប្រព័ន្ធ GPS ឆ្លាតវៃអញ្ចឹងណាដែលវាអាចប្រាប់ផ្លូវទៅកាន់អ្នកដឹកជញ្ជូននឹងថាតើនៅពេលដែលស្ទះផ្លូវតើគួរទៅផ្លូវណានៅពេលដែលផ្លូវនឹងខូចខាតផ្លូវនឹងមានការដាច់អីចឹងណាតើនឹងគួរទៅផ្លូវណាដើម្បីឲ្យបានលឿនដឹកជញ្ជូនឲ្យបានលឿនមានប្រសិទ្ធភាពចឹងទៅអញ្ចឹងអាហ្នឹងជាលក្ខណៈរបស់ OSPF ហើយអញ្ចឹងពាក្យពេញរបស់វាគឺ Open Shortest Path First បាទហើយគេថាវាជាប្រភេទ Dynamic Routing Protocol ដែលត្រូវបានប្រើនៅក្នុង Computer Network ហេតុអីបានជាគេហៅវាថាជា Dynamic Routing Protocol ពីព្រោះថាវាធ្វើការជា automatically បាទដោយស្វ័យប្រវត្តិគឺវាជួយ router ក្នុងការស្វែងរកផ្លូវដែលល្អបាទ best គឺរកផ្លូវណាដែលល្អមានប្រសិទ្ធភាពអាចបញ្ជូនទិន្នន័យបានលឿនហើយគេពេញនិយមប្រើចំពោះពួក enterprise ក៏ដូចជា ISP network គឺ internet service provider នឹងឯងដែលនៅក្នុងស្រុកយើងមានដូចជា Cellcam Smartphone បាទ Smart ជាដើមហ្នឹងឯងបាទអញ្ចឹងត្រឡប់មកវិញទាក់ទងទៅនឹង Dynamic Routing Protocol មានន័យថាម៉េចមានន័យថាកាលណាផ្លូវមួយដាច់អញ្ចឹងណាមានឬក៏មានផ្លូវថ្មីដែលលឿនជាងនឹងអញ្ចឹង OSPF វាអត់ចាំបាច់គិតយូរទេគឺវានឹងប្រាប់ router ឲ្យបដូរបាទដូរផ្លូវភ្លាមដោយស្វ័យប្រវត្តិដោយអត់ចាំបាច់ឲ្យមនុស្សទៅកំណត់មានថាទៅធ្វើ configure ដោយដៃទេគឺវាមានលក្ខណៈជា dynamic បាទជា dynamic ហើយជាពិសេសនោះវាប្រើបច្ចេកវិទ្យា link state routing មានន័យថា router នីមួយមានគេហៅថា panty ចម្លងណាមានន័យថាមាន panty ផ្លូវរៀងខ្លួនបាទគឺមិនត្រឹមតែស្គាល់ផ្លូវទៅកាន់គោលដៅប៉ុណ្ណោះទេវាថែមទាំងស្គាល់ផ្លូវស្គាល់ច្រកគ្រប់ច្រករហូតបណ្ដោយហ្នឹងជាលក្ខណៈរបស់ link state ដែលវាប្រសើរជាងprotocol មួយចំនួនដូចជា RIP ដែលប្រើបច្ចេកវិទ្យា distance vector តទៅទៀតគឺយើងនឹងនិយាយទៅទៅនឹង history ម្ដងគឺទៅទៅនឹងប្រវត្តិក៏ដូចជាការវិវត្តរបស់ OSPF បាទអញ្ចឹងសួរថាហេតុអីបានជាមាន OSPF កើតឡើងគឺកើតឡើងដើម្បីជំនួសឲ្យ protocol RIP បាទជំនួសឲ្យ protocol RIP មានន័យថាពីមុនគេប្រើ protocol RIP ដែលវាដើរយឺតណាមានថាវាដើរយឺតហើយវាអាចប្រើបានទៅក្នុងបណ្ដាញមួយដែលអាចមានកម្រិតតូចមានន័យថានេះmaximum នេះគឺត្រឹម15 ហបហើយវា slow វាយឺតអញ្ចឹងណាអញ្ចឹងគេក៏ចាប់ផ្ដើមបង្កើតឲ្យមានOSPF នឹងឡើងមកបើដោយ OSPF ហ្នឹងគឺត្រូវបានបង្កើតឡើងដោយនេះក្រុមហ៊ុន IETF នៅក្នុងទសវត្សរ៍80បាទក្នុងទសវត្សរ៍80ដែលចាប់ផ្ដើមដំបូងគឺ OSPF version 2បានលេចចេញជារូបរាងឡើងនៅក្នុងឆ្នាំ1989គឺដើម្បីប្រើប្រាស់ជាមួយនឹង IPv4 ក្រោយមកទៀតដោយសារតែហេតុផលថាបច្ចេកវិទ្យាមានការវិវត្ត network វាកាន់តែពង្រីកធំទៅអញ្ចឹងគេត្រូវការ version 3មួយទៀតដើម្បីប្រើប្រាស់ជាមួយនឹង IPv6 ដែលជាបច្ចេកវិទ្យាមានការវិវត្តចុងក្រោយហ្នឹងបាទហើយវាคล้ายទៅជាអីគេជាការប្រើប្រាស់ទូលំទូលាយ widely បាទទូលំទូលាយដោយសារតែវាលឿនហើយscalable ហើយនិង reliable បន្តទៅទៀតអូខេខ្ញុំភ្លេចកន្លែងនេះមួយគឺតកតងទៅនឹងការប្រើប្រាស់ Dijkstra
algorithm វាប្រើប្រាស់ deep strike algorithm គឺដើម្បីស្វែងរកដើម្បីគណនាមើលថាផ្លូវណាដែលខ្លីអញ្ចឹងណាវាអាចដឹងថាផ្លូវណាដែលល្អវាផ្ទៀងផ្ទាត់ទៅនឹងខុសវាមានតម្លៃទាបខុសណាដែលមានតម្លៃទាបមានន័យថាផ្លូវហ្នឹងជិតបំផុតឬក៏ល្អបំផុតហ្នឹងឯងដែលស័ក្តិសមសម្រាប់បញ្ជូនទិន្នន័យហ្នឹងឯងអញ្ចឹងគឺបាទចំណុចស្នូលរបស់វាគឺប្រើប្រាស់Dijkstra algorithm ណា Dijkstra algorithm បន្តទៅទៀតគឺទាក់ទងទៅនឹងសារៈសំខាន់នៃការប្រើប្រាស់ usage of OSPF ហ្នឹងអញ្ចឹងគេថា OSPF គឺជាប្រភេទ Dynamic Routing Protocol ដោយដែលបានបញ្ជាក់ក្នុង slide មុនដែល router ប្រើដើម្បីស្វែងរកផ្លូវល្អបំផុតបានន័យថាផ្លូវដែលខ្លីដែលជិតណាហ្នឹងហើយយ៉ាងឆាប់រហ័សដោយស្វ័យប្រវត្តិអញ្ចឹងស្វ័យប្រវត្តិហ្នឹងជា Dynamic ហ្នឹងអញ្ចឹងតើ OSPF ត្រូវប្រើនៅពេលណាអញ្ចឹងប្រើនៅពេលណាគឺនៅពេលដែលបាទ network ធំនៅពេលដែល network យើងរីកទៅធំនៅពេលដែលមាន router ច្រើនកាលណា network ធំមាន router ច្រើនហើយយើងអត់ចង់ config ដោយដៃទេ config ដោយដៃទេពីព្រោះធំយើងមិនអាចទៅគ្រប់គ្រងទៅ config ដោយដៃទេវាអាចនឹងមានបញ្ហាដោយប្រការណាមួយអញ្ចឹងណាអញ្ចឹងគេចាំបាច់ត្រូវការប្រើប្រាស់ OSPF នឹងឯងហើយមួយទៀតកាលណាគេចង់បាន network មាន stability ហើយនិង speed បាទមានន័យថាមានស្ថិរភាពមានល្បឿនលឿនអញ្ចឹងណាអញ្ចឹងសំណួរសួរថាហេតុអីបានជាក្រុមហ៊ុនធំក៏ដូចជា ISP Internet Service Provider នឹងចូលចិត្តប្រើ OSPF ហ្នឹងដឹងថាប្រើនៅពេលហ្នឹងប៉ុន្តែហេតុអីបានគេចូលចិត្តប្រើអញ្ចឹងណាទីមួយវាទាក់ទងទៅនឹង automation ស្វ័យប្រវត្តិកម្មបាទ router វាអាចស្វែងរកគ្នាឃើញនៅខ្លួនឯងណាហើយវាអាចបង្កើតនៅ routing table ដោយខ្លួនឯងមួយទៀតទាក់ទងទៅនឹង speed គឺនៅពេលដែល network មានការប្រែប្រួលមានន័យថាដាច់ខ្សែឬក៏មានការតខ្សែដោតខ្សែអីបន្ថែមអញ្ចឹងណាអញ្ចឹងវាអាចចែកចាយព័ត៌មានហ្នឹងទៅកាន់ router ផ្សេងទៀតយ៉ាងលឿនបំផុតគេហៅថា fast convert ហ្នឹងលឿនអញ្ចឹងកាលណាតែមានខ្សែណាមួយដាច់ OSPF ចាប់ផ្ដើមជួយដំណឹងទៅកាន់ router ផ្សេងទៀតថាខ្សែហ្នឹងដាច់អញ្ចឹងយើងត្រូវតែដូររាវទៅកាន់ផ្លូវណាតាមផ្លូវណាដែលល្អជាងនឹងទៀតណាដែលវាល្អបន្ទាប់ពីនឹងទៀតណាហ្នឹងអញ្ចឹងវាចាប់ផ្ដើមធ្វើការទទួលមានដោយស្វ័យប្រវត្តិអញ្ចឹងទៅមួយទៀតគឺទាក់ទងទៅនឹងភាពបត់បែនគឺវាអនុញ្ញាតឲ្យយើងអាចបែងចែក network ទៅជា areas ដែលធ្វើឲ្យការគ្រប់គ្រងមានស្នាប់ធ្នាប់ជាងមុនបើទោះបីជា network នោះធំប៉ុណ្ណាក៏ដោយដែរគឺយើងបែងចែកទៅតាម area 1 2 3អញ្ចឹងទៅហើយមួយទៀតគឺទាក់ទងនេះstability នឹងឯងគឺវាជួយឲ្យ network យើងវាមានភាពធន់ណាភាពធន់មានន័យថាអត់ងាយគៀងឬក៏វាផ្ដល់នៅការតភ្ជាប់ដែលគួរឲ្យទុកចិត្តសម្រាប់អ្នកប្រើប្រាស់អញ្ចឹងនេះជាគោលគំនិតមួយដែលថាក្នុងនាមជាអ្នកបច្ចេកទេស network ការយល់ដឹងអំពី OSPF ហ្នឹងគឺជារឿងដែលចាំបាច់បំផុតមួយពីព្រោះថាវាជាចំណុចស្នូលដែលធ្វើឲ្យអ៊ីនធឺណិតហើយនឹងបណ្ដាញនៅក្នុងក្រុមហ៊ុនដំណើរការទៅដោយរលូនអញ្ចឹងកាលណាយើងយល់ពី OSPF យើងចេះប្រើប្រាស់ protocol មួយហ្នឹងក៏យើងអាចជួយទៅដល់ក្រុមហ៊ុនបានច្រើនមែនទេអញ្ចឹងចំណុចរបស់ខ្ញុំទៅទៅ introduction គឺបានបញ្ចប់ត្រឹមប៉ុណ្ណឹងជាបឋមខ្ញុំសូមគោរពដល់លោកគ្រូខ្ញុំបាទឈ្មោះហ៊ានសេងហួនថ្ងៃនេះខ្ញុំនឹងមកបកស្រាយចំណុចរបស់ខ្ញុំទាក់ទងនឹង advantage and disadvantage of OSPF-V2 អញ្ចឹងការពីចំណុចមុនគឺយើងបានដឹងខ្លះអំពីប្រវត្តិនៃ OSPF-V2 រួចមកហើយអញ្ចឹងចំណុចនេះគឺយើងនឹងដឹងបន្ថែមអំពីទាក់ទងនឹង advantage and disadvantage អញ្ចឹង advantage របស់វាគឺចំណុចទី1 OSPF-V2 គឺវា support ជាមួយនឹង IPv4 យើងដឹងហើយថា IPv4 គឺជាប្រព័ន្ធ IP មួយដែលប្រើច្រើនសម្បូរបែបនៅប្រទេសកម្ពុជារបស់យើងនៅពេលសប្តាហ៍ដោយសារបច្ចុប្បន្នគឺនៅប្រទេសកម្ពុជារបស់យើងគឺ device មួយចំនួនដូចជា network ដូចជា router switch អីចឹងគឺវា support ជាមួយ IPv4 ហើយទី2គឺវា fast convergence អញ្ចឹងមានន័យថា OSPF-V2 ហ្នឹងគឺវាស្វែងរកផ្លូវថ្មីបានលឿននៅពេលដែល network down អញ្ចឹងនៅពេលដែល network down គឺវាស្វែងរកផ្លូវថ្មីដើម្បីបញ្ជូន data អញ្ចឹងវាធ្វើឲ្យ network របស់យើងគឺដំណើរការធម្មតាវាអត់ដាច់ទេទី3គឺ make sure and stable
ចឹងគឺ OSPF v2 គឺវាត្រូវបានគេប្រើជាច្រើនឆ្នាំចឹងវាមានស្ថិរភាពរឹងមាំមិនងាយមានបាក់ហើយមួយទៀតគឺគេជឿទុកចិត្តលើវាចំណុចទី4គឺវាជាប្រភេទ Open Standard Open Standard ហ្នឹងមានន័យថាគឺវាអត់ប្រកាន់ជាមួយឧបករណ៍ network ផ្សេងៗគឺវាប្រើជាមួយ router គ្រប់ប្រភេទបានដូចជាប្រភេទ Cisco Huawei MediaTek ឬក៏ HP ជាដើមអញ្ចឹងវាអត់ប្រកាន់ថាតើត Cisco បានតភ្ជាប់ជាមួយវាបានទេហើយចំណុចមួយទៀតគឺចំណុចទី5តាក់ទងនឹងការ support area hierarchy អញ្ចឹងមានន័យថាចំណុចនេះគឺគេចង់បានន័យថា OSPF v2 ហ្នឹងគឺវាអនុញ្ញាតឲ្យយើងអាចបែងចែក network ទាំងមូលអា network ធំហ្នឹងទៅជា area តូចៗជាច្រើនដើម្បីឲ្យធ្វើឲ្យយើងងាយស្រួលគ្រប់គ្រងហើយធ្វើឲ្យ process របស់យើងគឺវាដើរលឿនផងដែរដោយសារតែនៅពេល network ធំអាពេលយើងបែងចែកទៅជា area តំបន់តូចៗជាច្រើនជា block ជា block A block B block C ជាដើមអញ្ចឹងទី1គឺវាកាត់បន្ថយ SPF calculation អញ្ចឹងSPF calculation ហ្នឹងមានន័យថាម៉េច SPF calculation ហ្នឹងមានន័យថាshort tape path first អញ្ចឹងមានន័យថាវាគឺជា algorithm មួយដែល router ប្រើដើម្បីគណនាផ្លូវដើម្បីបញ្ជូន data អញ្ចឹងកាលណាយើងបែងចែកទៅជា area តូចៗមានន័យថាវាគណនាតែនៅក្នុង block ឬក៏នៅក្នុងតំបន់ហ្នឹងទេវាអត់ radar ទៅកាន់តំបន់ផ្សេងៗអញ្ចឹងធ្វើឲ្យប្រសិទ្ធរបស់យើងគឺវាលឿនតាមនឹងដោយសារវាគណនាតែនៅក្នុងតំបន់អញ្ចឹងវាតិចអញ្ចឹងវាលឿនទី2គឺកាត់បន្ថយ RSA floating អញ្ចឹង RSA floating ហ្នឹងគឺជាព័ត៌មានដែល router ផ្ញើទៅកាន់ network អញ្ចឹងបើសិនជាយើងអត់បែងចែកទៅជា area ទេគឺវាផ្ញើទៅកាន់គ្រប់តំបន់ទាំងអស់រីករាលដាលទៅកាន់ network ទាំងមូលអញ្ចឹងបើយើងបែងចែកគឺវាផ្ញើទៅនៅក្នុង block ហ្នឹងហើយទីចំណុចទី3គឺក៏សំខាន់ដែរគឺវាធ្វើឲ្យ router របស់យើងគឺប្រើ CPU និង RAM តិចមូលហេតុដែលប្រើ CPU និង RAM តិចគឺដោយសារតែខាងលើនេះគឺយើងបែងចែកជា area ពេលអញ្ចឹងគឺវាកាត់បន្ថយ SPF និងកាត់បន្ថយ RSA អញ្ចឹងកាលណាអាពីរនឹងកាត់បន្ថយគឺធ្វើឲ្យ space CPU និង RAM របស់យើងគឺតិចហើយអ្វីដែលសំខាន់គឺធ្វើឲ្យ process របស់យើងគឺវាលឿនទៀតអញ្ចឹងតកតងនឹងចំណុចទី6គឺ OSPF v2 ហ្នឹងគឺវា support ជាមួយ authentication MD5 អញ្ចឹងគឺវាធ្វើឲ្យការតាក់ទងរវាង router គឺមានសុវត្ថិភាពអញ្ចឹងគឺវាមានសុវត្ថិភាពយ៉ាងម៉េចអញ្ចឹងអា MD5 ហ្នឹងគឺមានន័យថាវា check សុវត្ថិភាពឲ្យយើងលុះត្រាតែយើងមាន password ត្រឹមត្រូវទើបអាចចូលទៅបានលុះត្រាតែយើងមាន password អញ្ចឹងវាការពារកុំឲ្យអ្នក hacker អីចេះតែចូលទៅប្រទេសផ្ដាស់អញ្ចឹងហើយចំណុចទី7គឺវា flexible network type អញ្ចឹងមានន័យថា OSPF ហ្នឹងគឺវាអាចដំណើរការនៅលើ network បានច្រើនប្រភេទដូចជា broadcast LAN NBMA point to point point to multi point virtual link អញ្ចឹងយើងអាចនិយាយបានថា OSPF ហ្នឹងគឺយើងប្រើវាសម្រាប់ design network ខុសគ្នាមិនគឺមានន័យថាយើងអាច design ច្រើនប្រភេទដោយសារវាអាចដំណើរការនៅកាន់ network ច្រើនប្រភេទបានហើយចំណុចទី8ចំណុចចុងក្រោយនៃ advantage របស់យើងគឺតកតងនឹង float RSA អញ្ចឹងចំណុចហ្នឹងមានន័យថាវាផ្ញើ RSA តែពេលមាន change នៅពេលដែលមានអ្វីផ្លាស់ប្ដូរទេអញ្ចឹងបើអត់ផ្លាស់ប្ដូរគឺវាអត់ផ្ញើទេអត់ដូច RIP or IP គឺវាផ្ញើគ្រប់ពេលទាំងអស់ទោះបីជាអត់មានអីផ្លាស់ប្ដូរក៏ផ្ញើដែរអញ្ចឹង OSPF គឺវាខុសពី RIP ថងហ្នឹងគឺវាផ្ញើទៅពេលមាន change ទេអញ្ចឹងធ្វើឲ្យកាត់បន្ថយ bandwidth និង CPU យើងអត់សូវស៊ីដោយសារតែវាកម្រផ្ញើវាផ្ញើតែពេលមានការផ្លាស់ប្ដូរអញ្ចឹងគុណសម្បត្តិរបស់វាគឺមានប៉ុណ្ណឹងចុះមកក្រោមគឺយើងនិយាយអំពី disadvantage វិញម្ដងអញ្ចឹងចំពោះគុណវិបត្តិរបស់វាគឺខ្ញុំលើកយកមក5ចំណុចអញ្ចឹងចំណុចទី1គឺវាអត់ support ជាមួយ IPv6 ទេអញ្ចឹងយើងដឹងថា IPv6 គឺជាប្រព័ន្ធ IP មួយដែលទៅចេញក្រោយ IPv4 ហើយអញ្ចឹងជាធម្មតា OSPF v2 គឺវាជា series version 2អញ្ចឹងក្រោយមកគឺគេចេញ OSPF v3 មួយទៀតអញ្ចឹងជាធម្មតាអា version មុនគឺវាអត់ទំនើបដោយអា version ទី3អញ្ចឹងវា support តែជាមួយ IPv4 ចំណែកឯ OSPF v3 គឺវា support ជាមួយទាំងពីរទាំង IPv4 ទាំង IPv6 អញ្ចឹងចំណុច OSPF v3 គឺយើងនឹងបកស្រាយនៅចំណុចខាងក្រោមបន្តទៀតចំណុចទី2គឺ configuration ស្មុគស្មាញជាង OIP អញ្ចឹងមានន័យថា OIPS ហ្នឹងគឺដើម្បី config បានគឺវារៀងស្មុគស្មាញតិចប៉ុន្តែបើសិនជាយើងយល់ដឹងពី RSA area router type គឺវាអត់ស្មុគស្មាញប្រហែលទេគាត់ថាបើសិនជាយើងយល់ពីវាអត់ច្បាស់គឺកន្លែងហ្នឹងគឺអាចនឹងស្មុគស្មាញហើយចំណុចទី3គឺ CPU intensive អញ្ចឹង
យើងដឹងហើយថា IPS គឺជា algorithm មួយដើម្បីកណនាផ្លូវអញ្ចឹងគឺគុណវិបត្តិរបស់វាគឺវាប្រើ CPU ខ្លាំងនៅពេលដែលមាន topology ឆាំងអញ្ចឹង topology ឆាំងហ្នឹងមានន័យថានៅពេលដែល network របស់យើងគឺផ្លាស់ប្ដូរគឺឬក៏ network របស់យើង down គឺវាត្រូវការកណនាផ្លូវម្ដងទៀតអញ្ចឹងវាត្រូវការប្រើ space CPU របស់យើងសារជាថ្មីអញ្ចឹងបើ network របស់យើងតូចអត់អីទេប៉ុន្តែបើ network របស់យើងធំគឺវាស៊ី space ខ្លាំងចំណុចទី4គឺតកតងនឹង security អញ្ចឹង security នេះគឺសំខាន់ផងដែរគឺធម្មតា version 2 គឺវាចេញមុនអញ្ចឹងវានៅមានចំណុចខ្វះខាតតកតងនឹង security គឺវា support តាមតែ MD5 មានន័យថាវាតកតងនឹង password ចំណែកឯ OSPF-v3 គឺវាមានចេញនៅ feature ថ្មីមួយទៀតគឺ IP6 ដែលមានសុវត្ថិភាពខ្ពស់ជាង version 2 ដែលវាអាច encrypt និង authentication packet បានពេញលេញអញ្ចឹងគឺវា secure ខ្លាំងមែនតើចំណុចទី5គឺចំណុចចុងក្រោយគឺតកតងនឹងការ design network អញ្ចឹងការ design នេះគឺបើសិនបើយើង design ខុសគឺធ្វើឲ្យ network របស់យើងគឺទី1គឺ unstable ហើយតកតងនឹង RSA float ច្រើនអញ្ចឹងធ្វើឲ្យប្រើ space memory ឬក៏ space CPU និង RAM ច្រើនហើយ process របស់យើងគឺដើរ slow ទៀតអញ្ចឹងចំណុចរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងហើយចុងក្រោយសូមអរគុណដល់លោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាសម្រាប់ការទស្សនាហើយយើងនឹងបន្តចំណុចខាងក្រោមទៀតសួស្តីលោកគ្រូនិងមិត្តរួមហាងអរគ្នាខ្ញុំបន្តចំណុចបន្ទាប់ទាក់ទងជាមួយនឹងគុណសម្បត្តិគុណវិបត្តិរបស់ OSPF v3 ដែលយើងដឹងថា OSPF v3 គឺជា routing protocol មួយសម្រាប់ IPv6 ហើយយើងចូលមកកាន់គុណសម្បត្តិទី1គុណសម្បត្តិទី1គឺអត្ថប្រយោជន៍ដំបូងរបស់វាគឺ OSPF v3 នេះគឺវាគ្រប់គ្រងដោយផ្ទាល់ជាមួយនឹង IPv6 ដែលអាចប្រើប្រាស់សម្រាប់ network សម័យថ្មីនិងល្អទៅកាន់ពេលអនាគតហើយនឹងចំណុចទី2តាក់ទងជាមួយនឹងសុវត្ថិភាពវាមានសុវត្ថិភាពខ្លាំងជាងមុនដោយប្រើ IP secure ដល់ផ្ដល់ការផ្ទៀងផ្ទាត់ឡើងវិញនិង encryption ល្អជាង OSPF v2 ទៅទៀតហើយតាក់ទងជាមួយនឹងចំណុចទី3 link LSA តាក់ទងនឹង link state advertisement សាមញ្ញនិងមានប្រសិទ្ធភាពល្អជាងមុនដោយមិនដាក់ IPv6 ទៅក្នុង LSA ទៀតទេហើយចំណុចទី4យើងនិយាយអំពីអត្ថប្រយោជន៍របស់វាទី4គឺការប្រើប្រាស់ជាមួយនឹង IPv4 និង IPv6 ក្នុង process តែមួយតាមរយៈ auto focus extension គឺយើងដឹងថា network ណាដែលប្រើIPv4 និង IPv6 ក្នុង process តែមួយគឺយើងអាចហៅអន្តថាគឺបែបនេះគឺជា dual stack network ឬគេហៅថា dual stack routing តាក់ទងជាមួយដំណើរការប្រើប្រាស់ជាមួយនឹង IPv4 និង IPv6 ក្នុងពេលតែមួយហើយសម្រាប់នេះគឺជា LSA យើងអាច research មើលបន្ថែមបានតាក់ទងនឹង IP secure នេះសម្រាប់ IPv6 network diagram យើងអាចមើលនេះបានហើយចូលចំណុចបន្ទាប់តាក់ទងជាមួយនឹង neighbor discovery វាចំណុចបន្ទាប់តាក់ទងជាមួយនឹងចំណុចហ្នឹងគឺអត្ថប្រយោជន៍របស់ OSPF v3 ប្រើប្រាស់ជាមួយនឹង IPv6 link local address ស្វែងរក neighbor ដោយផ្ទាល់ដែលធ្វើឲ្យ routing connection មានស្ថិរភាពនិងប្រសិទ្ធភាពជាងមុនគឺយើងអាចមើលទៅកាន់រូបនេះបានតាក់ទងជាមួយនឹង neighbor discovery using local link local ហើយចូលមកកាន់ចំណុចចុងក្រោយគឺតាក់ទងជាមួយនឹង flexible network គឺថា OSPF v3 ហ្នឹងវាប្រើជាមួយនឹង network ជាច្រើនប្រភេទផ្សេងៗគ្នាដូចជា LAN WAN ឬក៏ virtual network ផ្សេងៗទៀតដែលសមស្របសម្រាប់ network design ខុសៗគ្នាវាជាប្រភេទ multiple type yes ក្នុងរូបនេះយើងអាចមើលបានហើយសម្រាប់គុណសម្បត្តិចុងក្រោយគឺវាមានសមត្ថភាពល្អនិងលឿនជាងមុនទាក់ទងជាមួយនឹង scalability ហើយចូលមកកាន់គុណវិបត្តិរបស់ OSPF v3 ទាក់ទងជាមួយនឹងការ configuration មានភាពស្មុគស្មាញជាង OSPF v2 ហើយយើងត្រូវការចំណេះដឹង IPv6 link local neighbor discovery និង structure ថ្មី
យើងត្រូវការចំណេះដឹងខ្លាំងដើម្បីប្រើប្រាស់ឧបករណ៍តាក់ទងជាមួយនឹង OSPF V3 នេះតាក់ទងជាមួយនឹង structure នេះសម្រាប់ structure របស់ OSPF V3 របស់ IPv6 ច្រឡំត្រូវមានចំណេះដឹងខាង OS ចំណេះដឹង IPv6 ការប្រើប្រាស់ IP secure យើងដឹងហើយថាវាមានសុវត្ថិភាពខ្ពស់មែនក៏ប៉ុន្តែនៅពេលដែលយើងប្រើ IP secure វាបង្កើនឲ្យ CPU វាច្រើនជាងមុនធ្វើឲ្យឧបករណ៍របស់យើងមានភាពរអាក់រអួលហើយចំណុចបន្ទាប់គឺ OSPF V3 នេះគឺมันអាចប្រើប្រាស់ជាមួយនឹងឧបករណ៍ចាស់ៗបានទេវាអត់អាចទំនាក់ទំនងគ្នាបានចឹងធ្វើឲ្យក្រុមហ៊ុនអាចនឹងមានភាពស្មុគស្មាញក្នុងការបង្កើតឬក៏ដំឡើងកម្មវិធីឡើងវិញសារជាថ្មីទាំងអស់ហើយតាក់ទងជាមួយនឹងចំណុចទី5គុណវិបត្តិរបស់វាគឺមានភាពស្មុគស្មាញក្នុងការបំលែងឬ migration ពី IPv4 ទៅកាន់ IPv6 ហើយខ្ញុំក៏អរគុណសម្រាប់ការស្ដាប់អ្នកទាំងអស់គ្នាក្នុងចំណុចរបស់ខ្ញុំផងដែរហើយសូមអរគុណទៅកាន់ចំណុចបន្ទាប់របស់មិត្តភ័ក្តិរបស់បាទខ្ញុំសួរលោកគ្រូនិងមិត្តរួមអ្នកទាំងអស់គ្នាខ្ញុំបាទធាចនាថ្ងៃនេះខ្ញុំនឹងបញ្យល់តពីមិត្តរួមក្រុមរបស់ខ្ញុំនឹងបញ្យល់ចំណុចទី4គឺ data structure upon open shortest path first data structure របស់វាគឺមានចំនួន3ទី1គឺ neighbor table ទី2 link state database និងទី3 routing table អញ្ចឹងខ្ញុំនឹងបញ្យល់ចំណុចទី1ដំបូងគេគឺ neighbor table neighbor table នេះកថានេះវា table នេះវា information store information about neighbor OSPF router that are directly connect និយាយថាវាភ្ជាប់មក information neighbor OSPF ទៅ router ហើយ neighbor table ដែរវាមានដូចជា neighbor router ID neighbor IP address state មានក្នុងមុខដូចក្នុងមុខអញ្ចឹងមាន down init two way extart exchange load full ជាដើមហ្នឹងទៅមួយទៀតគឺ priority សូមអធិស្ឋានអង់គ្លេសខ្ញុំមិនសូវច្បាស់ដែរមួយទៀតគឺ data ming ចុងក្រោយគេគឺ interface through which the neighbor is reachable ចំណែកឯគោលបំណងវាគឺ build used to build and maintain engine sense ពាក្យនេះខ្ញុំអានច្បាស់ទេខ្ញុំសូមអធិស្ឋាននេះហើយនេះគឺ it's by hello pocket ហើយខ្ញុំក៏បានដាក់មកដែរនេះCrisco command ដូចអ្នកឃើញចឹងខ្ញុំដាក់មក Crisco command នេះហើយអញ្ចឹងយើងចូលដល់ចំណុចទី2ចំណុចទី2គឺខ្ញុំភ្លេចមួយទៀតអញ្ចឹងខ្ញុំនឹងនិយាយពីហេតុអីបានជាសំណួរដែលខ្ញុំបានដាក់សួរថាចង់ហេតុអីបានជា neighbor table ហ្នឹងវាសំខាន់សម្រាប់ OSPF ហ្នឹងneighbor table សំខាន់សម្រាប់ OSPF ហ្នឹងព្រោះដោយសារតែបើសិនជាមាន neighbor table ទេ OSPF ហ្នឹងក៏អាច build network topology បានដែរអញ្ចឹងដោយសារ network table បាន OSPF នេះវាអាច build network topology បានអញ្ចឹងយើងដល់ចូលដល់ចំណុចទី2ចំណុចទី2គឺ link state database ដែលពាក្យកាត់វាគឺ LSDB LSDB ហ្នឹងវាគឺជាបេះដូងឬក៏ហាត់របស់ OSPF វា contain វាផ្ទុកនៃ all ទាំងអស់នៃ LSAS ដែលពាក្យពេញវាគឺ link state advanced statement ហើយវាមានដូចជា router LAS type 1 network LAS type 2 summary LAS type 3 និង type 4 external LSA type 5 NSSA
LSAS type 7 មួយទៀតគឺ topology state of entire area ចំណែកគោលបំណងវាគឺ build នេះគេនិយាយគោលបំណងវាគឺ build complete map របស់ network នេះខ្ញុំបានដាក់ដែរ Cisco command ខ្ញុំបានដាក់មកអ្នកគ្នាឃើញ so in database នេះបាទដល់ចំណុចទី3គឺ routing table គឺ build use SPS នេះប្រើ dial star algorithm ខ្ញុំអានសិចច្បាស់នេះ use on based on តាមទី2នេះគឺនេះ link state LSDB បាទហើយវាមានដូចជា base routing to direction next hop outgoing interface matrix cost តម្លៃនេះ route type មាន O មាន O1 OI A ទៅ E1 E2 etc ជាដើមហ្នឹងទៅហើយយើងនិយាយពីតួនាទីយើងនិយាយពីគោលបំណងវាគឺ use for actually forwarding host packet នេះអ្នកឃើញ Cisco command so id routing IOF នេះបានដាក់មកដូចគ្នា Cisco command នេះអញ្ចឹងយើងចូលដល់ចំណុចមួយទៀតចុងក្រោយគេយើងនិយាយពីហេតុអីបានជា routing table វាសំខាន់សម្រាប់OS សម្រាប់សំខាន់សម្រាប់ OSPF ហ្នឹងវាសំខាន់ពីព្រោះrouting table សំខាន់ពីព្រោះ routing table គឺជា one of a most important component in routing because it determine how data packet are forward in network នេះសំខាន់វាគឺមានប៉ុណ្ណឹងឬក៏មានច្រើនតែខ្ញុំសុំលើកយកតែប៉ុណ្ណឹងទេអញ្ចឹងចំណុចរបស់ខ្ញុំគឺចប់ត្រឹមហ្នឹងហើយតួថ្ងៃនេះខ្ញុំមកឡើងប្រសិនចំណុចទី5គឺចំណុចrod បាទចំណុច routing របស់ OSPF គឺជា Interior Gateway Protocol ប្រភេទ Link Stack Routing Protocol វាប្រើសម្រាប់routing package ក្នុងបណ្ដាញ IP ដោយប្រើ destruction shortlist path first algorithm ដើម្បីគណនាផ្លូវវាខ្លីដើម្បីងាយស្រួលក្នុងការធ្វើឲ្យវារៀងបានលឿននិងដំណើរការលឿនlink stack protocol វា routing របស់ topology ក្នុងបណ្ដាញទាំងមូលវាតែងតែស្គាល់ហើយវាមិនគ្រាន់តែដឹងអំពីអ្នកជិតខាងរបស់វាត្រូវដូចជា distributor ទាំងអស់វាមានផែនទីដើម្បីដឹងពីបណ្ដាញរបស់វាទាំងមូល Open Structure វាអភិវឌ្ឍដោយ IETF Internet Everything Tech Fund កំណត់ក្នុង RSC 2328 OSPF v2 for IPv4 អាហ្នឹងវាកំណត់ក្នុង IP កំណត់ក្នុង RSC 5340 OSPF v3 for IPv6 មិនមែនជាអានឹងរបស់ Peter ណាមួយដំណើរការលើ
router ពី console ផ្សេងចំណុចតទៀតគឺ shortest at first វាប្រើ distraction algorithm ក្នុងការគណនាផ្លូវឲ្យមានល្បឿនលឿនហើយខ្លីវាជ្រើសរើសផ្លូវដែលមាន cost ទាបបំផុតសម្រាប់ធ្វើឲ្យវាមានល្បឿនលឿនហើយងាយវាលឿនខុសក្នុងការគណនា Ludwig Interior Gateway Protocol ប្រើនៅក្នុង Auto Move System 1ពាក្យកាត់វា AS មិនមែនជាសម្រាប់រវាង AS ដូចជា PG BGP វាសមស្របតាមបណ្ដាញរបស់ Enterprise ចំណុច routing table វាចប់តែប៉ុណ្្នឹងនេះគឺជាឧទាហរណ៍ចូលមកដល់ចំណុចទី6យើងនិយាយអំពី algorithm របស់ OSPF OSPF ប្រើប្រាស់ Dijkstra algorithm ដែលយើងហៅម្យ៉ាងទៀតថា SPF algorithm គេប្រើវាដើម្បីរកផ្លូវដែលអាចបញ្ជូនទិន្នន័យលឿនបំផុតដោយធ្វើការគណនានៅ cost សរុបឬហៅថា bandwidth ពី router ទៅកាន់ network destination ទាំងអស់នៅក្នុង OSPF algorithm តើវាមានសកម្មភាពអ្វីខ្លះទី1 link state exchange ការផ្លាស់ប្ដូរនៅ link state router send នៅ hello packet ដើម្បីស្វែងរក neighbor និងបង្កើតជា adjacency មានន័យថាវាបញ្ជូនបន្តបន្ទាប់ទៅគ្រប់ router ទាំងអស់បន្ទាប់មកវាធ្វើការផ្លាស់ប្ដូរ link state advertisement ឬ LSAS ដែលមាននៅក្នុង network topology ចំណុចទី2 topology call database រាល់ router នីមួយៗបានរក្សាទុកនូវ LSA នៅក្នុង link state database ដែលបង្កើតបានជា map of the area ចូលទៅដល់ចំណុចទី3 Dijkstra algorithm initialization ដើម្បីធ្វើការគណនានៅតម្លៃនីមួយៗ router បានកំណត់ខ្លួនវាជា root ឬ source មានន័យថា router អ្នកបញ្ជូនវាត្រូវការគណនារកនៅតម្លៃ bandwidth cost value ទៅកាន់ neighbor ទាំងអស់ iteration ការធ្វើម្ដងហើយម្ដងទៀតវាជ្រើសរើស neighbor ដែល unvisited ម្ដងហើយម្ដងទៀតដែលមានតម្លៃសរុបទាបបំផុតបន្ថែមវាទៅ HCF3 និងធ្វើបច្ចុប្បន្នភាពថ្លៃដើមទៅកាន់ unvisited neighbor របស់វាតាមរយៈ node ថ្មីនៅត្រង់ចំណុចនេះគឺវាល្អនៅពេលដែលមានការផ្លាស់ប្ដូរនៅ topology របស់ network យើងឬករណី router មានការដាច់ខ្សែឬករណីដែលយើងចង់បន្ថែមនៅ router ករណីដែលធ្វើហើយម្ដងហើយម្ដងទៀតនេះគឺជាជម្រើសល្អដែលអាចឲ្យ router រកបាននៅផ្លូវសម្រាប់បញ្ជូនទិន្នន័យលឿនបំផុត completion វាធ្វើម្ដងទៀតរហូតទាល់តែ network ដែលអាចទៅដល់បានទាំងអស់ស្ថិតនៅក្នុង HCF3 មកដល់ចំណុចទី4 routing table បន្ទាប់ពី
router បានធ្វើការគណនារកផ្លូវដែលខ្លីបំផុតរួចរាល់អស់ហើយនៅក្នុង HCI3 វាត្រូវបាន install ទុកជាផ្លូវសម្រាប់បញ្ជូនទិន្នន័យទៅកាន់ routing table របស់ router ជាកិច្ចចាប់ផ្ដើមខ្ញុំសូមជម្រាបសួរគ្រូនិងសួស្ដីដល់មិត្តរូបអ្នកគ្នាខ្ញុំបាទឈ្មោះទៅសុខុមធ្វើការបទបង្ហាញទាក់ទងជាមួយនឹងចំណុចទី8ការតេស្តដើម្បីបង្កើត OSPF បានជាដំបូងដើម្បីងាយស្រួលនឹងការconfig អញ្ចឹងគឺយើងបើសិនជាយើងអង្គុយសរសេរមួយគឺវាយូរពេកអញ្ចឹងដើម្បីសម្រួលឲ្យកាន់តែលឿនយើងអាច copy comment ឬក៏បង្កើត comment ទាំងអស់ហ្នឹងនៅលើ note ដាក់ក្នុង note របស់យើងមួយមកដើម្បីងាយស្រួលដោយសារតែគ្រប់ comment ទាំងអស់គឺវាដដែលហើយវាដូចគ្នាអញ្ចឹងបើសិនជាករណីថានៅ router ទី1នេះយើងមិនចូលដំបូងគឺ enable ហើយ config terminal បន្ទាប់មកទៀតគឺយើងដាក់ឈ្មោះឲ្យ router មួយហ្នឹងត្រង់ចំណុចនេះគឺយើងឲ្យ router មួយហ្នឹងគឺវាស្គាល់ជាមួយនឹង IPv6 អូខេបាទហើយបន្តមកទៀតគឺយើងចាប់ផ្ដើម port បើក port ចូលទៅក្នុង serial port serial 0/0/0 ដោយយើង add IP 2គឺ IPv4 ហើយនិង IPv6 បន្ទាប់មកយើង no shutdown យើងអាច exit ចេញក៏បានហើយឬក៏យើងចូលទៅ port មួយទៀតក៏បានដែរអត់ជាបញ្ហាទេគឺវាដំណើរការធម្មតាបាទហើយចូលមកដល់តាក់ទងជាមួយនឹងចំណុចនេះត្រង់ gigabit 0/0 កន្លែងនេះគឺយើង add IP សម្រាប់ទៅកាន់ PC របស់យើងដោយមាន IPv6 ហើយនិង IPv4 ចូលដល់ចំណុចតាក់ទងជាមួយនឹងចំណុចត្រង់នេះគឺយើងចំណុចត្រង់ហ្នឹងគឺយើងចាប់ផ្ដើមបង្កើត process ID របស់ OSPF មួយហ្នឹងដោយកំណត់យក ID របស់វាគឺស្មើជាមួយនឹងលេខ1ហើយបន្តមកទៀតគឺ router ID គឺយើងកំណត់ ID សម្គាល់មួយហ្នឹងឲ្យ router ដើម្បីងាយស្រួលក្នុងការកំណត់យើងអាចកំណត់វាឲ្យសមាមាត្រជាមួយនឹងលេខរបស់ router ដើម្បីងាយស្រួលក្នុងការមើលបន្តមកទៀតគឺយើងប្រកាស network ដែលមានភ្ជាប់ជាមួយ port របស់វាហើយត្រង់ចំណុចនេះគឺ worldcard ហ្នឹងគឺការគណនារបស់ worldcard គឺវាយកសព្ទនៃម៉ាសសរុបឧទាហរណ៍ថាសព្ទនៃម៉ាសហ្នឹងគឺទាក់ទងជាមួយនឹង prefix របស់វាបើសិនជា prefix 24សព្ទនៃម៉ាសរបស់វាគឺ255 4ដើមអញ្ចឹងសព្ទនៃម៉ាសរបស់ prefix អានេះគឺសព្ទនៃម៉ាសរបស់ prefix 32សរុបទាំងអស់ដែលជា network IPv4 ដកជាមួយនឹងសព្ទនៃម៉ាសរបស់ network ដែលយើងយកមកប្រើអានេះយើងប្រើសព្ទនៃម៉ាស24អញ្ចឹងយើងយកវាមកដកជាមួយនឹងសព្ទនៃម៉ាស network ដែលយើងយកមកប្រើអញ្ចឹងក្បាលខាងមុខ3នេះគឺវាដូចគ្នាយើងសម្រួលចាំមកអញ្ចឹងវាសល់កតុយ255បន្ទាប់មកគឺយើងបង្ហាញឲ្យវាស្ថិតនៅក្នុងbackbone មួយណាហើយ backbone ដែលយើងដាក់ដំបូងគេគឺជា array 0ហើយចូលដល់ IPv6 IPv6 ដូចគ្នាចឹងដែរគឺដំបូងគឺយើងបង្កើត ID process របស់វាហើយបង្កើតលេខ ID សម្គាល់ router នៅក្នុង OSPF ដោយ IPv6 គឺដើម្បីឲ្យវាដំណើរការជាមួយនឹង OSPF គឺយើងទៅចូលទៅក្នុង port វានីមួយៗអញ្ចឹងអានេះយើងចូលក្នុង port serial /0 ហើយនេះ port serial /1 ហើយនេះ gigabit យើងចូលទៅក្នុងហ្នឹង router 2 router 3គឺទម្រង់បែបបត់គឺតែមួយវាដំណើរការតែមួយទេនៅពេលដែលយើងធ្វើបែបនេះហើយវាងាយស្រួលយើងគ្រាន់តែ copy path ហើយមួយទៀតតាក់ទងនៅក្នុង comment របស់ Cisco packet សញ្ញាឧទាននេះគឺ comment ដូចនៅក្នុង Python អញ្ចឹងសញ្ញាទង់ជ្រូកប៉ុន្តែបើក្នុង Cisco packet សញ្ញាឧទានហ្នឹងជា comment វាស្រួលឲ្យយើងមើលយើងសរសេរ comment ហ្នឹងប៉ុន្តែដល់ពេលយើង copy path ទៅអា comment ហ្នឹងគឺវាអត់ជាបញ្ហាចូលជាមួយនឹង comment line របស់យើងទេអូខេនេះយើងនៅពេលយើងរៀបចំហ្នឹងហើយយើងគ្រាន់តែ copy មកហើយនេះយើងសម្គាល់ដោយ router ទី1អញ្ចឹងយើងចូល router ទី1យើងចូល CLI enter មួយបន្តមកយើងឃើញពាក្យ path យើងគ្រាន់តែចុច path ទៅគឺ router មួយហ្នឹងគឺយើងបាន config វាដំណើរការហើយបន្តមកទៀតចូលដល់ router ទី2យើង copy path ចឹងដែរយើងចុច enter មួយបន្តមកចូលដល់ router ទី3
ចុចដល់ router ទី3យើង copy path ចឹងដែរមកវាលឿនងាយស្រួលបើយើងអង្គុយសរសេរមួយៗវាយូរវាចំណាយពេលវេលាច្រើនហើយយើងរៀបចំវានៅក្នុង node មួយចឹងមកអូ sorry បន្ទាប់មកយើង copy បើសិនជានេះគឺជា lab របស់យើងដែលយើងមាន lab ចំនួន2ទី1គឺទាក់ទងទៅនឹង OSPF v2 ធ្វើវាបានច្រើនដោយតាមអ្វីយើងចង់កែគឺយើងគ្រាន់តែកែក្នុង node របស់យើងបន្ទាប់មកយើង copy path ទៅវាលឿន IPv4 យើងមាន backup របស់ ហើយយើងអាច Google ជ្រើសរើសធ្វើ Mechanical lab មួយណាក៏បានដែរ កែសម្រួលបានច្រើន lab ដង ទី2ក៏បាន អូខេហើយ ខ្ញុំ recommend ឲ្យយើងធ្វើ lab ទី2ចុះពីព្រោះ lab ទី2គឺទាក់ទងទៅនឹង OSPF router មួយណាខ្លះដែលភ្ជាប់មកកាន់វាអញ្ចឹងឧទាហរណ៍ថានៅលើ router ទី1នេះបើយើងចង់ដឹងថាមាន router មួយណាមកភ្ជាប់វាដល់យើងប្រើ command ថា v2 support តែ IPv4 ទេអូខេ IPOSPF អញ្ចឹងនៅក្នុង lab នីមួយៗគឺយើងមានដាក់ជា អូខេអញ្ចឹងយើង កិច្ចការជាមានភ្ជាប់មកជាមួយនឹង router ទី2និង router ទី3ហើយផលសារយើងអាចមើលដឹងថាតែនៅពេលដែលយើង command line តាក់ទងជាមួយនឹង lab ហ្នឹងហើយ តាក់ទងជាមួយនឹងកន្លែង lab ហ្នឹងក៏អាច share នៅលើ internet មានដែរ អូខេនេះតាក់ទងនឹង process ID នេះយើងកំណត់វាដែលមាន topology 2.0 អញ្ចឹងsorry 2.2.2 អញ្ចឹងកំណត់ស្គាល់ថា router ទី2ដល់ពេលយើងប្រើ command line មកគឺឃើញអ្នកនរគ្នាធ្វើ lab ហ្នឹង 2.2 អញ្ចឹងមានន័យថាវាភ្ជាប់ទៅកាន់ router ទី2ដោយ port serial 0/0 ហើយមួយទៀតគឺ /1 គឺយើងនឹងផ្ញើ អាហ្នឹងបង្វាពិនិត្យមើលនេះគ្រាន់តែជាវីដេអូបញ្ជាក់បន្ថែម router ដែលភ្ជាប់មកកាន់វាក្នុងទម្រង់ OIPF ឈានមកដល់ទីកញ្ចប់ដែរសូមអរគុណដល់ការតាមដានស្ដាប់ដោយចាប់ផ្ដើមនៅពេលដែលយើង ping ដល់កំហុសខុសឆ្គងទាំងឡាយណាខ្ញុំបានដោយប្រការណាមួយ design ហើយគឺខ្ញុំបានដាក់ សូមអរគុណ IP ឲ្យវាហើយអញ្ចឹងសម្រាប់ PC1 គឺវាភ្ជាប់មកកាន់ router ទី1គឺ IP របស់វា IP ហើយនេះ default gateway របស់វាជាមួយនឹង IPv6 នេះ IPv6 ដែលខ្ញុំដាក់ហើយ default gateway របស់ IPv6 ជាមួយនឹង subnet mask v24 sorry 64បន្តមកជាមួយនឹង router ទី4ដែលភ្ជាប់មកកាន់ PC វាដែរ physical ចូលទៅក្នុង PC ហើយ desktop អញ្ចឹងនេះ IPv4 យក 2.0 អញ្ចឹងសម្រាប់ IP របស់ PC មួយហ្នឹងគឺ 2.2 ហើយ default gateway វាគឺ 2.1 ហើយតាក់ទង IPv6 នេះ IPv6 យើងប្រើ 2.2 ដងហើយ0អញ្ចឹង default gateway វាគឺ1ចូលដល់ដំណាក់កាលនៃការ ping យើងអាច ping ទាំង IPv4 និង IPv6 បើ IPv6 អញ្ចឹងបើយើងវា192.168.2.2 អូខេនេះវាស្គាល់ហើយអញ្ចឹងយើងចង់តេស្ត IPv6 របស់យើងដំណើរការអត់អញ្ចឹងយើង ping 2001 db8 2.2.2 អូខេនេះវាដំណើរការទាក់ទងជាមួយនឹង IPv6 ឥឡូវយើងចង់មើលដំណើរការរបស់វាយើងអាចផ្ញើជាដាក់ packet វាឲ្យផ្ញើហើយយើង simulate វាមើលវាចេញពីណាខ្លះអូខេបន្តមកយើង simulate វាទៅកាន់ router ទី2ដោយសារតែពេលវាមកវិញគឺវាមកក្រោមដោយសារតែអាហ្នឹងវាស្ថិតនៅក្នុង array តែមួយជំនឿថាវាស្ថិតនៅក្នុងតំបន់តែមួយហ្នឹងទៅ router ទី4ហើយមកកាន់ PC តាមមកវា reply មកវិញសិនអូខេ success ក្រោមអញ្ចឹងមានថាត្រូវវាដំណើរការធម្មតាអូខេ